នេះលោកគ្រូមកនិយាយអំពីទំនាយនៅទីក្រុងបាងកកបន្តនៅក្នុងទីក្រុងបាងកកនៃប្រទេសសៀមនេះមើលទៅប្រជាជនល្អជាអ្នកកាន់ព្រះពុទ្ធសាសនាដូចយើងដែរតែដោយសារផ្នត់គំនិតនៃព្រះរាជាមួយអង្គដែលឡើងមកគ្រងរាជនឹងត្រូវតែពង្រីកទឹកដីបន្តិចម្ដងដែលឡើងមកគ្រងរាជនឹងគឺត្រូវតែពង្រីកទឹកដីបន្តិចម្ដងទៅលើប្រទេសជិតខាងដែលមានភាពទន់ខ្សោយតាមរយៈការបញ្ចុះបញ្ចូលប្រជាជនផងជួយសម្រាលទុកប្រជាជនដែលរស់នៅតាមព្រំដែនផងនិងចរចាទៅជាតិនៃប្រទេសជិតខាងផងហើយមិនហ៊ានបញ្ឈរមុខទៅនឹងតុលាការ ICJ អន្តរជាតិឡើយទាំងដែលខ្លួនជាសមាជិកមួយនៃអង្គការ ICJ ដែលដឹងឮព្រំប្រទាល់នៃប្រទេសនីមួយៗនឹងជាសមាជិកនិយាយដោយខ្លីទៅប្រទេសថៃនេះគឺគេបណ្ដុះមនោគមជាតិនិយមផងកែប្រែប្រវត្តិសាស្ត្រពិតផងដើម្បីបំភាន់ផ្នត់គំនិតក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ដែនដីដែលរាជរដ្ឋាភិបាលរបស់ខ្លួននឹងគូសដោយឯកតោភាគីដែលមិនមែនជាសន្ធិសញ្ញាបារាំងសៀមធ្វើឲ្យក្មេងជំនាន់ក្រោយនឹងមានការភ័ន្តច្រឡំថែមទាំងមានការយល់ច្រឡំថាអង្គការ ICJ នឹងកាន់ជើងខ្មែរទៅវិញដោយសារតែការដឹកនាំក្មេងជំនាន់ក្រោយឲ្យយល់ច្រឡំបែបនេះហើយទើបធ្វើឲ្យត្រូវបណ្ដាសាស្ដេចខ្មែរសម័យមុនផងនិងបណ្ដាសាព្រះចៅតាក់ស៊ីនមហារាជផងហើយថ្មីនេះក៏មានលោកឪមួយព្រះអង្គដែលទ្រង់ព្រះនាមថាលោកឪសិលាដែលជាព្រះសង្ឃដែលកំពុងល្បីមានភាពល្បីល្បាញនៅក្នុងប្រទេសថៃហ្នឹងក្នុងពេលបច្ចុប្បន្នហ្នឹងណាបានទំនាយថាទីក្រុងបាងកកនឹងត្រូវទឹកលិចលង់នៅក្នុងបាតសមុទ្រនៅថ្ងៃទី30តុលាពុទ្ធសករាជ2573ឥឡូវនេះរដ្ឋាភិបាលរបស់ថៃនេះកំពុងតែដោះស្រាយរឿងនេះសម្រាប់អ្នកដែលមានជំនឿអញ្ចឹងហើយធ្វើឲ្យដែនដីនៅនគររាជសីមាមានការឡើងថ្លៃហើយត្រូវប៉ាន់ដីឡើងថ្លៃក្រុងថេពលិចលង់មានប្រជាជនអស់ជំនឿទៅលើស្ដេចហើយប្រជាជនថៃមានការយល់ថាស្ដេចរាជកាលទី10នេះគឺស្អុយបើរាជកាលទី9គេថាល្អសប្តាហ៍ថ្ងៃនេះលោកគ្រូឃើញការបែកបាក់ផ្ទៃក្នុងប្រជាជនត្រូវការប្រជាធិបតេយ្យតែនៅពេលដែលបោះឆ្នោតអ្នកប្រជាធិបតេយ្យជាប់គាត់បើមិនដើរតាមគោលនយោបាយរបស់ស្ដេចថៃទេត្រូវក្រុមអាវលឿងនិងក្រុមទាហានធ្វើរដ្ឋប្រហារទម្លាក់ដូច្នេះនាយករដ្ឋមន្ត្រីនីមួយដែលជាប់ឆ្នោតដោយប្រជាជនបោះឆ្នោតឲ្យបើមិនដើរតាមផ្នត់គំនិតរបស់ស្ដេចថៃទេនឹងត្រូវធ្វើរដ្ឋប្រហារទម្លាក់ឡើងធ្វើជានាយករដ្ឋមន្ត្រីដោយប្រជាពលរដ្ឋតែត្រូវទម្លាក់ដោយក្រុមទាហាននិងពួកជាតិនិយមជ្រុលនិយមទៅវិញត្រង់ចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋថៃបែកបាក់គ្នាហើយត្រូវបានបែងចែកជារដ្ឋផងជាភូមិភាគផងគ្រប់គ្រងតាមមេដឹកនាំនៅតាមភូមិភាគហើយបើហ៊ានធ្វើសង្គ្រាមជាមួយប្រទេសជិតខាងណាមួយដែលជាប្រទេសជិតខាងថៃហ្នឹងថៃនឹងលែងមានឈ្មោះនៅលើប្រទេសនៅលើពិភពលោកលែងមានឈ្មោះប្រទេសនៅលើពិភពលោកគឺមានតែប្រវត្តិដូចប្រវត្តិសាស្ត្រពួកជនជាតិជ្វាអញ្ចឹងណាថៃតែហ៊ានធ្វើសង្គ្រាមគឺ4ប្រទេសនៅជុំវិញទេស5ប្រទេសអីហ្នឹងគេនឹងវាតហើយគេនឹងលេងពួកថៃវិញហើយព្រោះថៃនេះជាជនជាតិមួយដែលចូលចិត្តមើលងាយប្រទេសទន់ខ្សោយរើសអើងជាតិសាសន៍បង្កចំនួនប្រទេសដែលនៅជុំវិញខ្លួន
ហើយនឹងត្រូវមានសង្គ្រាមដូចរុស្ស៊ីនិងអ៊ុយក្រែនអញ្ចឹងតាមអ្នកវិភាគរបស់ជនជាតិរុស្ស៊ីម្នាក់សរុបសេចក្តីមកថៃនឹងត្រូវវិនាសក្នុងថ្ងៃអនាគតសប្តាហ៍ថ្ងៃនេះកូនចៅឃើញស្រាប់ហើយពួកវ៉ាដែងផងពួកភូមាផងពួកការ៉ែនផងពួកភារវកម្មនៅភូមិភាគខាងត្បូងផងហើយចង់បង្កចំនួនជាមួយខ្មែរនិងលាវទៀតហើយផ្ទៃក្នុងកំពុងតែបែកបាក់ផងមានប្រជាជនជាច្រើនមិនគាំទ្ររបបស្ដេចសប្តាហ៍ថ្ងៃនេះផងតែមិនទាន់ហ៊ានរើបំរាស់ទេអញ្ចឹងហើយធ្វើឲ្យថៃនឹងរលាយនៅថ្ងៃអនាគតរលាយដោយគ្រោះធម្មជាតិផងបែកបាក់ផ្ទៃក្នុងរវាងរបបស្ដេចនិងអ្នកប្រជាធិបតេយ្យផងយើងសង្កេតឃើញថានាយករដ្ឋមន្ត្រីដែលឡើងកាន់តំណែងដោយការបោះឆ្នោតមានការគាំទ្រពីប្រជាពលរដ្ឋក៏ត្រូវរដ្ឋប្រហារដោយក្រុមស្ដេចនិយមត្រង់ចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តរបបស្ដេចសពថ្ងៃបើស្ដេចនិងប្រជាពលរដ្ឋមានទស្សនៈផ្ទុយគ្នាហើយមិនយូរទេនឹងរលាយហើយដូចត្រូវបណ្ដាសាព្រះចៅតាកស៊ីនមហារាជមែនរឿងទំនាយរបស់ព្រះចៅតាកស៊ីនមហារាជនេះលោកគ្រូធ្លាប់នៅព្រៃភ្នំអ្នកបួសដែលនៅព្រៃភ្នំនិយាយថាស្ដេចអង្គនេះមានការខឹងសម្បារយ៉ាងខ្លាំងចំពោះអ្នកដែលបណ្ដេញព្រះអង្គមិនឲ្យគ្រងរាជបន្តថែមទាំងប្រមាថមើលងាយមើលថោកថាព្រះអង្គជាមនុស្សឆ្កួតពេលនោះការសគត់របស់ព្រះអង្គគ្មានអ្នកណាដឹងឡើយតាមពិតទៅលោកទៅបួសស្លៀកសពាក់សនៅព្រៃភ្នំនៅក្នុងរូងភ្នំមួយដែលនៅជាប់ប្រទេសភូមាហើយលោកបន្តថារឿងទាំងនេះគឺលោកគ្រូបានស្ដាប់ពីព្រះសង្ឃមួយអង្គនឹងលោកនិទានប្រាប់និយាយប្រាប់ណាកាលចំនួននៅព្រៃភ្នំបដិបត្តិជាមួយគ្នាលោកជាជនជាតិថៃហើយក៏នៅមានអ្នកដែលជាសិស្សមកតចំនួនរបស់ព្រះចៅតាក់ស៊ីនហ្នឹងណាព្រះចៅតាក់ស៊ីនមហារាជហ្នឹងចុះមកដឹកនាំនៅពេលដែលថៃវាលាយអីអស់ហើយហ្នឹងណាសិស្សរបស់ព្រះចៅតាក់ស៊ីនហ្នឹងចុះមកដឹកនាំនៅពេលដែលថៃរលាយហើយការដឹកនាំនោះជារបបប្រជាធិបតេយ្យពិតហើយប្រជាជននោះមិនមានការរើសអើងប្រជាជាតិមិនរើសអើងជាតិសាសន៍មិនបង្កចំនួនប្រទេសជិតខាងដែលជាប្រទេសដែលមានអ្នកកាន់ពុទ្ធសាសនាដូចគ្នាលែងបង្កសង្គ្រាមនាំឲ្យប្រជាជនវឹកវរដឹកនាំប្រជាជនតាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាជាធំកុំដើរតាមស្នាមដំណើររបស់ព្រះអង្គគឺព្រះចៅតាក់ស៊ីននោះឯងនៅក្នុងប្រវត្តិសាស្ត្រសៀមបានសរសេរថាព្រះចៅតាក់ស៊ីននឹងព្រះចៅតាក់ស៊ីនមហារាជនឹងគឺបានដឹកនាំទ័ពចូលវាយលុកនគរខ្មែរចាប់បានចវាយខេត្តខ្មែរយកមកអាកយកឈាមលាងជើងពេលត្រឡប់មកអយុធ្យាវិញបានតាំងខ្លួនជាអាទិទេពតាំងខ្លួនជាព្រះអរិយបុគ្គលពេលដែលព្រះអង្គត្រឡប់មកក្រុងអយុធ្យាវិញព្រះអង្គក៏បានតាំងខ្លួនជាអាទិទេពតាំងខ្លួនជាព្រះអរិយបុគ្គលជាព្រះអរិយតែមានសតិវង្វេងវង្វាន់ត្រូវបានប្រជាជនរបស់ខ្លួននឹងយល់ថាព្រះអង្គឆ្កួតហើយក្រុមឧបរាជមន្ត្រីជាន់ខ្ពស់អាមាត្យនាំគ្នាបោះបង់លែងឲ្យកាន់អំណាចជាស្ដេចដោយលើកអ្នកផ្សេងមកគ្រប់គ្រងជំនួសថែមទាំងបណ្ដេញចេញពីបរមរាជវាំងកាលសម័យនោះព្រះអង្គបានដាក់បណ្ដាសាឲ្យពួកចៅសៀមនេះរលាយក្នុងថ្ងៃអនាគតនៅសល់តែមនុស្សល្អដែលមិនរើសអើងជាតិសាសន៍មិនបង្កសង្គ្រាមប្រទេសដែលនៅជុំវិញខ្លួននិងអ្នកដែលបដិបត្តិធម៌តាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាតែប៉ុណ្ណោះនេះកាលលោកគ្រូនៅព្រៃភ្នំហ្នឹងក៏ឮលោកដែលជាមិត្តភ័ក្តិបដិបត្តិធម៌នៅក្នុងព្រៃព្រំជាមួយគ្នាហ្នឹងលោកមានសង្ឃដីកាប្រាប់លោកប្រាប់ថាព្រះចៅតាក់ស៊ីនមហារាជហ្នឹងមិនអីចឹងណាតាមដែលលោកគ្រូនៅចាំហើយបានដាក់បណ្ដាសាប្រទេសថៃហ្នឹងឲ្យរលាយបាងកកហ្នឹងឲ្យរលាយទៅក្នុងបាតសមុទ្រ
ហើយបែកបាក់ផ្ទៃក្នុងហើយភូមិភាគខាងត្បូងនោះនឹងត្រូវបែងចែកជាភូមិភាគមានមេដឹកនាំកាន់ផ្សេងអញ្ចឹងណាខាងពួកកូរ៉េនផ្សេងទៅខាងពួកវ៉ាដែងផ្សេងទៅអាចជំនួសវាផ្ទៃក្នុងសឹងទៅធ្វើឲ្យវាវឹកវរក្នុងប្រទេសហើយប្រជាជនទូទៅនឹងលែងជឿទៅលើព្រះមហាក្សត្រដូចសពថ្ងៃនេះគុំតែមានគេហៅថាអ្នកដែលច្បាប់ដែលគេចេញថាអ្នកដែលមើលងាយព្រះមហាក្សត្រគេនឹងចាប់ដាក់ទោសដាក់អីចឹងណាដែលចឹងប្រជាពលរដ្ឋគ្នាសុខចិត្តនៅស្ងៀមបោះឆ្នោតចង់បានប្រជាធិបតេយ្យតែចុងក្រោយប្រជាធិបតេយ្យនឹងត្រូវដួលរលំដោយក្រុមដែលគ្រប់គ្រងស្ដេចទៅវិញអញ្ចឹងមានន័យថាប្រជាពលរដ្ឋនិងស្ដេចនឹងគឺមិនត្រូវគ្នាទេប្រជាជនត្រូវការរបបប្រជាធិបតេយ្យតែអ្នកឡើងទៅដឹកនាំគឺតាមរបបប្រជាធិបតេយ្យតែមិនស៊ីចង្វាក់ទៅនឹងស្ដេចរបបស្ដេចថៃទៅវិញដោយចឹងគេតែងតែប្រើធ្វើរដ្ឋប្រហារបើនិយាយអំពីនាយករដ្ឋមន្ត្រីមិនដឹងជាប្រមាណនេះឲ្យទេខ្លះឡើងបានតែប្រមាណខែធ្លាក់ទៅវិញអីចឹងណានេះដោយសារមិនធ្វើតាមរបបនៃស្ដេចថៃគឺរបបដែលមានស្ដេចនៅពីក្រោយខ្នងនោះឯងថ្ងៃនេះលោកគ្រូក៏មានតែប៉ុណ្្នឹងទេមិនមានអីវែងឆ្ងាយទេហើយក៏សូមឲ្យម៉ែឪបងប្អូនពូមីងកុលបុត្រកុលធីតាទាំងអស់មេត្តាជួយចុច like និង subscribe ផងសម្រាប់អ្នកដែលមិនទាន់បាន subscribe ហើយក៏សូមជូនពរឲ្យអ្នកទាំងអស់មានជួបប្រទះតែសេចក្តីសុខគ្រប់ប្រការប្រាថ្នាអ្វីៗក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាសូមអរគុណ